ăn lông sao đắm tôi ai lơ bằng sắp lo ngó quay nắng lư gió đắng trọn lòng ban bồi sập buồn chung đót ca trốn không cho than làm phong trăm soi tràn răng nâng ri đói răng smay răng thọ chỉ so xanh răng lăng trái trăng răng xoay phong lư lo căng bay ôi vô lư hàn sông sóc sang tục ca treo la đồ mô đẹp ni nhomព្រះករុណាសូមបងអនកាយវាចាចិត្តថ្វាយបង្គំនឹករលឹកចំពោះប្រជុំ3នៃបរតនត្រ័យគឺព្រះពុទ្ធមួយព្រះធម៌មួយព្រះសង្ឃមួយដែលជាកែវដកឧត្តមឧត្តមពងពោះបំផុតនឹងរកកែវអវ័យដតីណាក្នុងលោកនេះយកមកប្រៀបធៀបឲ្យត្រឹមស្មើគុំបានឡើយដោយត្បូងសិរសាដោយសេចក្តីគោរពសូមប្រគេនពរព្រះមេឃ័នព្រះបល័តគ័នព្រះអនុគ័នក្នុងខេត្តពោធិ៍សាត់នេះនឹងសហការីព្រះមេឃ័ននិងព្រះគ្រូចៅអធិការវត្តពោធិវង្សព្រមដោយភិក្ខុសាមណេរជាបរិស័ទដែលគង់នៅជាអចិន្ត្រៃយ៍នៅក្នុងវត្តពោធិវង្សនេះនឹងសូមចម្រើនពរឯកឧត្តមលោកចិន្ទាវលោកស្រីអ្នកនាងកញ្ញាលោកគ្រូអ្នកគ្រូសិស្សានុសិស្សឧបាសកបាសិកាពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ដែលមានព្
ព្រះសទ្ធាសោភ័ណ្ឌស្រីយឿមព្រះរាជាគណៈកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាជាព្រះអនុពន្ធស្រុកកណ្ដៀងនិងជាព្រះចៅអធិការវត្តពោធិវង្សនេះឧបាសកយាបឡាវឧបាសិកាអៀឡៃសៀនព្រមទាំងបុត្រនិងចៅចៅឯកឧត្តមយាបសំណាងនិងលោកជំទាវព្រាបកែវច័ន្ទមនីលោកយាបសុគន្ធរិទ្ធនិងអ្នកស្រីសុកឆេងព្រមទាំងបុត្រលោកយាបសុគន្ធថៃនិងអ្នកស្រីឌីមួយឡងព្រមទាំងបុត្រលោកទួនបណ្ណានិងអ្នកស្រីយាបសុជាតិព្រមទាំងបុត្រលោកវិជ្ជបណ្ឌិតម៉ៅស៊ីវណ្ណានិងអ្នកស្រីថៃសុផលីព្រមទាំងបុត្រនិងចៅឧបាសកសួនពិសិដ្ឋនិងឧបាសិកាជានីនិងព្រមទាំងបុត្រនិងចៅលោកសំសុភានិងអ្នកស្រីប៉ែនយ៉ាណែតព្រមទាំងបុត្រនិងចៅក៏ព្រមទាំងក្រុមជាងសមាគមសតោសខំសនាមអស់លោកអ្នកសប្បុរសដែលអាត្មាភាពខ្ញុំករណាអាត្មាភាពបានរំគាយរៀបរាប់ប្រគេននឹងជូនមកនេះគឺលោកជាអ្នកម្ចាស់កម្មវិធីបុណ្យថ្ងៃនេះកម្មវិធីបុណ្យថ្ងៃនេះគឺជាបុណ្យពុទ្ធាពិសេសព្រះពុទ្ធបដិមា5ព្រះអង្គនឹងឆ្លងខឿនតម្កល់ព្រះបដិមាដើម្បីទុកជាទីសក្ការៈគោរពបូជានៃពុទ្ធបរិស័ទគ្រប់ទិសទាំង4ពិធីបុណ្យនឹងប្រារព្ធនៅវត្តពោធិវង្សភូមិអន្លង់យ៉ាបអំភូមិអន្លង់ហាបស្រុកកោះជុំឃុំកោះជុំស្រុកកណ្ដៀងខេត្តពោធិ៍សាត់ក្នុងកម្មវិធីបុណ្យនេះខ្ញុំករណាអាត្មាភាពបានទទួលភារកិច្ចនិមន្តលោកអ្នកម្ចាស់ដើមបុណ្យដើម្បីមកសម្ដែងនៅព្រះធម៌ធម្មវិសេសទេសនាជាបតិការៈតបស្នងឆ្លងទឹកបតីទឹកចិត្តរបស់ញោមញាតិបកករណាគ្រប់រូបទាំងអស់ក្នុងកម្មវិធីបុណ្យពុទ្ធាពិសេសព្រះពុទ្ធរូបទាំង5អង្គនេះអាស្រ័យហេតុនេះមុននឹងសម្ដែងធម៌ទេសនានេះសូមរៀបរាប់បូកបាច់ចំពោះយើងទាំងអស់គ្នាក្នុងឱកាសនេះបងយើងទាំងអស់គ្នាក្នុងឱកាសនេះគឺជាមិត្តរួមនឹងគ្នា3យ៉ាងក៏មិត្តរួមទី1គឺយើងនេះជាខ្មែរដូចគ្នាជាកម្ពុជាបុត្រកូនអ្នកកម្ពុជាជាខេមរៈបុត្រជាបុត្រអ្នកដែលមានសេចក្តីក្សេមក្សាដូចគ្នាទាំងអស់ប៉ុន្តែកន្លងការអស់កាលកន្លងយូរមកហើយព្រះសង្ឃនិងញោមញាតិពុទ្ធបរិស័ទគ្រប់រូបទាំងអស់មិនដែលបានមានបញ្ញាគិតដល់ថាយើងទាំងអស់គ្នានេះជាមិត្តរួមជាតិរួមសាសន៍
មិត្តរួមជាតិរួមសាសនេះបាននេះថាយើងទាំងអស់គ្នានេះជាបងប្អូនសាច់ញាតិគ្នាទាំងអស់តែពីមុនមកញោមញាតិមិនដែលនឹកឃើញទេគិតថាអ្នកពោធិ៍សាត់អញហ្នឹងក៏ដាច់ឡែកទៅអ្នកបាត់ប្រព័ន្ធក៏ដាច់ឡែកអ្នកកំពង់ឆ្នាំងក៏ដាច់ឡែកទីទៅគ្រប់បណ្ដាខេត្តទាំង25ខេត្តក្រុងនៅលើទឹកដីកម្ពុជានេះអត់បាននឹកថាយើងទាំងអស់គ្នាដែលរស់នៅលើទឹកដីកម្ពុជាទាំង25ខេត្តក្រុងនេះជាពូជពងបងត្រកូលតែមួយជាមួយគ្នាអត់ដែលបាននឹកទេបានជាឱកាសវេលាបានមកជួបហើយអាត្មាសូមរំលឹករឿងហ្នឹងយើងពូជតែមួយឯងនៅលើទឹកដីកម្ពុជានេះពីមុនមកយើងមានមេត្តាបិតារួមគ្នាប៉ុន្តែលោកឪពុកអ្នកម្ដាយម្នាក់ហ្នឹងមកគាត់មានកូន5 6 7ខ្លះមានដល់12 2ដណ្ដប់ដល់កូនគាត់នឹងមានគូសកលទៅទៀតកូនម្នាក់7 8ទៀតយើងចាស់ពីដើមកូនច្រើនណាបងម្ល៉េះហើយកំណើនរបស់មនុស្សវាចេះតែបែករីកចម្រើននៅក្នុងភូមិមួយវាចង្អៀតគ្នាវាចេះតែច្រើនទៅរីកទៅដល់ឃុំមួយចង្អៀតដល់ស្រុកមួយចង្អៀតទៅខេត្តមួយចង្អៀតទៅទូទាំង25ខេត្តព្រោះវាចេះតែកំណើននឹងច្រើនឡើងដល់ហើយយើងអត់ដែលបានគិតថាទាំងអស់គ្នានឹងពូជពងវង្សត្រកូលរបស់យើងទេយកញាតិមើលមកភាសាដូចតែគ្នាភាសានិយាយអក្សរសាស្ត្រទំនៀមទម្លាប់ប្រពៃណីវប្បធម៌អីដូចតែគ្នាបងប៉ុណ្ណឹងក៏តែយើងអត់បានគិតទៀតគឺថាទីតីពីគ្នាសូមជម្រាបប្រកេនថាយើងទាំងអស់គ្នាជាពូជពងវង្សត្រកូលគ្នាបើមិនជឿទេយកឈាមខ្មែរគ្រប់ខេត្តទាំងអស់ទៅពិនិត្យមើលឲ្យគេអ្នកពិនិត្យខាងឈាមឲ្យគេពិនិត្យទៅឈាមខ្មែរទាំងអស់គ្នាហ្នឹងព្រោះនេះសូមឲ្យញោមញាតិជ្រាបចាដែលអាត្មារំលឹកថាយើងជាពូជពងវង្សត្រកូលគ្នានេះចាស់ស្រុកអាត្មាពីដើមមានបងប្អូនក៏ឃ្លាតទៅនៅដែលថានៅសៀមរាបចឹងក្នុងក្រុងសៀមរាបបែកទៅនៅស្រុកក្រៅឆ្ងាយឬក៏ចេញពីខេត្តសៀមរាបទៅនៅពិធីឧបមាដូចជាខេត្តកំពង់ធំយកព្រំប្រទល់គ្នាឃ្លាតទៅគាត់ឆ្ងាយពីគ្នាទៅចាស់ពីដើមតែមានពិធីបុណ្យធំហើយមានពិធីការកូននេះតែតែគេប្រាប់គ្នាស្រាវជ្រាវមកជួបជុំនេះចាស់ក៏តែតែបូកបាច់រៀបរាប់ទាំងយើងតោងសក់ជាមួយទៅគ្នាតែប៉ុន្តែវាឃ្លាតទៅឆ្ងាយពីគ្នាទៅហាក់បីដូចជាអ្នកគន្ទានដទៃគាត់រៀបរាប់ប្រាប់តែខ្ញុំកណាអាត្មាសូមរៀបរាប់រឿងហ្នឹងដើម្បីឲ្យអ្នកខេត្តពោធិ៍សាត់អ្នកបាត់ដំបងបងឆ្នាំងសៀមរាបគ្រប់ខេត្តទាំងអស់មានចិត្តនឹករលឹកដល់គ្នានឹងគ្នាស្រឡាញ់រាប់អានគ្នាទៅវិញទៅមកថាយើងជាពូជពងវង្សត្រកូលជាមួយគ្នាទេឬក៏មានអ្នកណាគេរាប់អានស្រឡាញ់យើងជាងជាតិរបស់ផងយើងទេនឹងសូមឲ្យញោមញាតិទាំងឡាយជ្រាបទី2គឺរួមសាសនាញោមញាតិមើលយើងពុទ្ធបរិស័ទអ្នកកាន់ពុទ្ធសាសនាដូចគ្នាទាំងអស់វាអត់មានផ្លែកនេះទេវត្តនៅខេត្តពោធិ៍សាត់នេះក្តីវត្តនៅខេត្តណាក្តីតែមានវត្តហើយតែងតែមានសំណង់ក្នុងវត្តហ្នឹងមានព្រះវិហារហ្នឹងជាប្រធាននៅវត្តធំជាងគេនៅក្នុងវត្ត
เติมบ่เมียนสลาบ่อนเมียนกอดสำหรับเปรียบพิกุสังพวงเนาเมียนไว้กอดเมียนโดงตึกเมียนกำเปงเปิดต้องเปิดชมปิงโดที่เนี่ยต้องออกเวียคอกเนี่ยท้าโต้ยทมพนันเตตัวตามบริษัทจำนอกเชิงวันหนึ่งเนี่ยเมียนหรือเนี่ยกรอนะพนันเตแต่เมียนด้วยแต่คะแนนวิวันนี้เฉียบปุ่มระบบประสังพวงเนาโยมเนี้ยก็สร้างบึกปกินดำประสังอ้อยลูกพวงเนาในปฏิบัติขนมพระพุทธศาสนาติดโดยที่นี่กันออกเมียนกุมปีตะไตรไปดอกเชโกนเนาครบวัดกันออกตูเตียงประเจนาจากกัมพูชีไปขนมตะไตรไปดอกนั้นสาระสำคัญคือโลกสำได้ยำปีเตียนเซลเทวนีรู้สำได้ยำปีเซลสมาธิปัญญาโดยที่นี่ต้องเอามาลองให้อัธยาศัยจัดประวัติโยมเยียดพุทธบริษัทหมายมันเข้าเนี่ยสิโรงพยาบาลอบรมประตุมกายเวียจาจัดตัวตามประเทินในเมียนขนมกุมปีตะไตรไปดอกเจเนเตียนเจเนเซลเจเนเทวเนียโดที่นี่ต้องเอาประสังเจเนปฏิบัติขนมเซลสมาธิปัญญาโดที่นี่ต้องเอาอัดเมียนเขาเนี่ยในการต่อรวมศาสนาไปรวมต้มก็จะชื่อสลับโดยนี้อันเมียนเลิกเนี่ยเตสมาคเนี่ยเทงบอกได้รวมใบยางนั่งบอกตีมุ้ยคือรวมเชียบตีปีคือรวมศาสนาตีใบคือรวมโตโดยเนี่ยต่างออกซ้อมลมรึกเรื่องมันแต่งต่อดำไปเอาจัดโยมเมียนวิสาศาสนาสนานั่งนี่สำหรับโยมเมียต่างออกรับอ่านน้องเปรียมมีกวนนุกวนไอ้เราน้องแค่ปูสังนี่พอปัญนาสมไอ้รับอ่านอาตมาปัญนังได้สระบานโยมหรือบรับอ่านอาตมาเอาจรานเชียงโลกก็ละอดเลยก็รีบรับปนัญชาจำเรียกโยมเงียดอารมณ์เลิกทะยึงสัตว์ปุยปองวังตะโกจมวยเนี่ยได้ป่ากรมรอเรื่องกันเนี่ยเมียนอัจฉริยะเลื่อนรอบกันได้เป็นตัวอักอ่อนกันเนี่ยปุยปองวังตะโกเอ็มเชื่อจมวยเนี่ยป่าปันต่อเชียปันต่อเต้าปันเตอไปกาโบกไปรีบเริ่มเลยปีมิดรวมใบยางในชาวบ้านนั้นเลือกเธอยกมอสำแดงเธอได้สำแดงขนมกรรมวิธีบอนในนี้ก็มันบานเลือกยกเธอดอตีได้กลมเลียดง่ายอัมพีกรรมวิธีบอนเตปีโปรโยมเยียดปุตตบริษัทตัวใบเชียปรารุกรรมวิธีบอนในทางพุทธศาสนาก็เพื่อเชื่อเพื่อแต่ว่ามันเศร้ายอดดังขนมวิธีบอนได้ครุนเธอหนึ่งเลยเพื่อตามเนี่ยต่อแต่วัดนั่นโดยเจริญปุถเทียบใส่ในได้ให้นังฉลองพระพุทธปฏิมาเตียงพรำอ่องนั่นก็ได้ก็มันดังเรื่องดังประวัติไปอย่างนั้นกินนำเพื่อแค่ตัดเพื่อจะมวยทางเกตเอาการเพื่อโดยมันดังนี้สำหรับพุทธศาสนามันประเสริฐเป็นสมมาสัมพุทธพระองค์สำแดงท้าพระพุทธบริษัทเพื่อกรรมวิธีได้เพื่อเตียนเพื่อเซลเทวเนียจะดำตราวเรียนปริยัติโทเอาแช่ขันดำสันปริยัติโทนี้ปัจจุบันนี้กิจตริสได้ปริยัติตริสได้โดยกันเนี่ยพอตริสได้นังปริยัติคือจึงอลกิปัญหาปรับยืนถ้าเพื่อเตียนตราวเพื่ออย่างไม่
ទៀននឹងមានពីរគឺធម្មទៀនមួយអមិសទៀនមួយក៏គេបញ្យល់អមិសទៀនគឺមានវត្ថុ4យ៉ាងនឹងយកមកធ្វើជាទៀននោះពីសិលគេបញ្យល់តើយល់អស់បានគេឲ្យបដិបត្តិឲ្យអនុវត្តបើកាលណាមិនបានចេះទ្រឹស្ដីបរិយ័តទេទៅអនុវត្តប្រកបជាខុសត្រូវហើយប្រព្រឹត្តទៅពេញទឹកពេញដីផងហើយដូចយើងអ្នកកាន់ពុទ្ធសាសនាមានគម្ពីរត្រៃបិដកជាគោលធ្វើអីត្រូវធ្វើទៅតាមបិដកហ្នឹងអត់ដែលយើងអត់បានរៀនដល់ឲ្យធ្វើអីក៏ចេះធ្វើផ្ដេសផ្ដាស់ក្រៅគម្ពីរត្រៃបិដកហ្នឹងដោយច្រើនផងដែលយើងសម្លឹងមើលទៅឃើញតែចឹងរីដល់មានលោកអ្នកចេះដឹងឃើញលោកប្រាប់ទេការប្រព្រឹត្តហ្នឹងមិនត្រឹមត្រូវទេមិនទៅតាមមាគ៌ាពុទ្ធសាសនាទេប្រាប់ទៅអត់ជឿទេព្រោះតែមិនស្រួលជាអ្នកដែលប្រាប់ហ្នឹងទៅទៀតប៉ុន្តែអាត្មាមកអីទៅខ្ញុំជេរមិនក៏អាត្មាមិនរវល់ទេបងបើអាត្មាអ្នកប្រាប់គេទៅហើយទេមិនបើមិនចូលចិត្តជេរគឺយើងអត់ធ្ងន់ទៅកុំទៅរវល់ព្រោះហ្នឹងគឺវាមានហេតុអញ្ចឹងកាលណាញោមញាតអត់បានរៀនសូត្របានជាកម្មវិធីបន់អីអាត្មាមិនសូវទេសនាឲ្យឃ្លាតឆ្ងាយពីបន់លើកធ្វើបន់អីទៅយល់ពីបន់នោះឲ្យញោមញាតបានយល់ចេះដឹងដើម្បីងាយស្រួលនឹងប្រព្រឹត្តទៅទៀតធ្វើទៅទៀតចឹងដូចបើពូភិក្ខុធ្វើអីដែលមិនដឹងក្នុងវិន័យហាមតែធ្វើត្រូវអាបត្តិចាធ្វើអត់ដឹងនេះអាត្មាលើកហេតុផលជំរាបញោមមកប៉ុណ្ណាបើអញ្ចឹងត្រូវតែចេះក្នុងពិធីឆ្លងព្រះពុទ្ធរូបអភិសេកពាក្យថាពុទ្ធាភិសេកនេះមានអត្តន័យថាពុទ្ធាភិសេកទីមានរាជាភិសេកពីរដែលយើងនិយាយប្រើរាជាភិសេកគឺគេលើកព្រះរាជាថ្មីឲ្យគ្រប់គ្រងរាជសម្បត្តិបន្តអំពីក្សត្រមុននិងក្សត្រមុនលោកទីវាំងគាត់ទៅឬលោកចាស់ត្រុតត្រោមលោកដាក់រាជហើយគេត្រូវជ្រើសរើសក្សត្រអង្គថ្មីហ្នឹងឲ្យគ្រប់គ្រងរាជសម្បត្តិតកាលណាគេជ្រើសរើសបានហើយគេត្រូវធ្វើពិធីរាជាភិសេករាជាភិសេកនេះបានន័យថាធ្វើពិធីស្រោចស្រពដោយសុគន្ធវេរីគ្រឿងក្រអូបឲ្យសព80យ៉ាងថ្វាយជ័យសពសាធុការចំពោះព្រះមហាក្សត្រអង្គថ្មីយ៉ាងគឺថាបំពេញសិទ្ធិនិយាយយ៉ាបំពេញសិទ្ធិឲ្យទៅជាស្ដេចពេញលក្ខណៈកៅរាជាភិសេកឲ្យគ្រប់គ្រងរាជសម្បត្តិមានពិធីជាផ្សេងនៅក្នុងនឹងជាដើមប៉ុន្តែពិធីចម្បងធំគឺស្រោចស្រពសុគន្ធវេរីគ្រឿងក្រអូបថ្វាយហ្នឹងផងនេះឈ្មោះថារាជាភិសេកស្ដេចដើម្បីគ្រប់គ្រងរាជសម្បត្តិនៅក្នុងប្រទេសកម្ពុជាយើងនេះជាប្រជាជាណាចក្រដែលមានព្រះមហាក្សត្រគ្រប់គ្រងប្រទេសជាតិណាទៅជាពុទ្ធាភិសេកពុទ្ធាភិសេកនេះគឺជាពិធីដែលស្រោចស្រពសុគន្ធវេរីថ្វាយចំពោះព្រះពុទ្ធបដិមាអង្គថ្មីដែលយើងសាងហើយគឺមានពិធីស្រោចទឹកបាច់ការពិធីថ្វាយចំពោះព្រះពុទ្ធបដិមាអង្គថ្មីនេះការដែលយើងស្រោចស្រពសុគន្ធវេរីគ្រឿងក្រអូបប្រោះព្រំថ្
ថ្វាយនេះគឺយើងធ្វើតាមលំនាំកាលដែលព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើងលោកបានត្រាស់ដឹងនៅថ្ងៃ15កើតខែពិសាខនៅក្រោមមលុបពោធិព្រឹក្សយើងទាំងអស់គ្នានេះជាតំណាងទេវតាទាំងសែនកោចក្រវាលដែលមកអបអរសាទរអនុមោទនាក្នុងការត្រាស់ដឹងរបស់ព្រះពុទ្ធហ្នឹងលោកបាចការថ្វាយប្រោះគ្រឿងក្រអូបថ្វាយដូចមានទេវតាពូកិនធំនឹងដែលជាទេវតាអ្នករបាំអ្នកភ្លេងក៏មកដេញដំភ្លេងដូរតន្ត្រីថ្វាយអូខ្លះក៏ផ្លុំសាំងត្រែសាំងថ្វាយប្រគំរងំនៅពលពោធិព្រឹក្សហ្នឹងនេះសម្រាប់យើងសប្តាហ៍ថ្ងៃដែលយើងបាចការប្រោះព្រំសុគន្ធវេរីនេះគឺតំណាងទេវតាតំណាងទេវតាកាលដែលព្រះអង្គត្រាស់ដឹងហ្នឹងមិនយើងបាចការថ្វាយដើម្បីឲ្យព្រះអង្គត្រាស់ដឹងទេគឺអបអរសាទរដែលព្រះអង្គត្រាស់ដឹងហើយបានយើងអបអរសាទរពួកទេវតាអបអរសាទរពីព្រោះការត្រាស់ដឹងរបស់ព្រះពុទ្ធមួយអង្គនឹងជាការកម្រណាស់ក៏នៅលើโลกមិនងាយទេព្រះពុទ្ធមួយអង្គបរិនិព្វានផុតទៅលោកតម្កល់សាសនាមានរយៈកាលកំណត់របស់ព្រះលោក3-40000ឆ្នាំហ្នឹងបងដល់គ្រប់កំណត់សាសនារបស់លោកហើយពោសាបរលាបទៅមិនទាន់មានព្រះពុទ្ធណាមកត្រាស់ទៀតទេវាត្រូវមានព្រះបច្ចេកពុទ្ធព្រះវិលំបីទៅអញ្ចឹងយូរឆ្ងាយណាស់ណាបងព្រះបច្ចេកពុទ្ធលោកត្រាស់ដឹងធឿនដោយតែព្រះពុទ្ធតែมันអាចសម្ដែងធឿនទេសនាប្រុសបរិស័ទទូទៅបានទេលោកសម្ដែងធឿនទេសនាប្រុសបានតែបរិស័ទណាដែលមានឧបនិស្ស័យបច្ច័យនឹងលោកមួយទេបងព្រះសម្មាសម្ពុទ្ធយើងថាព្រះពុទ្ធភូមិគឺលោកត្រាស់ប្រុសសត្វទៅទាំងអស់មិនមានរើសមកទេនឹងចឹងនេះដែលខ្ញុំនិយាយគិតមើលព្រះពុទ្ធផុតសាសនាទៅហើយមានព្រះបច្ចេកពុទ្ធមកត្រាស់ដឹងបន្តទៅទៀតវាវែងឆ្ងាយរាប់លានរាប់សែនកោឆ្នាំម្ល៉េះហើយវិលាតដែលព្រះពុទ្ធលោកត្រាស់ដឹងមួយអង្គមកទេវតាអិនព្រហ្មមិទាំងមនុស្សទាំងអស់អបអរសាទរអនុមោទនាខ្ញៀវខ្ញានឹងបានស្ដាប់នៅពធរបស់ព្រះពុទ្ធហ្នឹងពុទ្ធដែលមាននៅក្នុងបត្រៃបិដកហ្នឹងធ្វើនៅក្នុងបត្រៃបិដកនោះដល់វាសាបអលៀបសាសនាទៅវាអស់អភិរណាដឹងទេបងតើព្រះពុទ្ធលោកត្រាស់ដឹងមកអង្គក្រោយទៀតបានលោកសម្ដែងធឿនឡើងសាថ្មីទៀតបានថាការដែលត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធមកអង្គនៅលោកជាការកម្រណាស់បងអាស្រ័យនេះឲ្យបានជាពួកទេវតាផ្អិនព្រំមនុស្សអត់ទៅអបអរអនុមោទនាសាទរនឹងបងនឹងការត្រាស់ដឹងរបស់ព្រះពុទ្ធហ្នឹងគឺពួកទេវតានឹងគ្រប់ស្ទាប់នៅក្នុងផែនដីក៏មានលើអាកាសក៏មានមកជុំវិញបងស្រែកជីគោថ្វាយពោសព្សាទៅការថាព្រះពុទ្ធដ៏មានសេរីព្រះអង្គឈ្នះមេហើយស្រែកជីគោមានចិត្តបាបចាញ់ព្រះអង្គហើយស្រែកថ្វាយជីចឹងនេះជាពិធីពុទ្ធាពិសេសអញ្ចឹងបើរំលងពីរាជាពិសេសពុទ្ធាពិសេសទៅមានអីទៀតទេថាមានដូចជាគឺតែងតាំងខាងព្រះសង្ឃជាចៅអធិការវត្តជាស្អីគ្រូសូត្រឆ្វេងស្ដាំជាមន្ត្រីសង្ឃស្រុកខេត្តអីទាំងអស់គេធ្វើពិធីអភិសេកតែគ្នាប៉ុន្តែគេមិនប្រើពាក្យថាអភិសេកទេប្រើពាក្យថាស្រោចស្រពសុគន្ធវេរីនិយាយតែចិត្តទៅវិញតាមពិតទៅពិធីអភិសេកតែគ្នាគេនិយាយតាមឋានៈអញ្ចឹងបងនឹងសំជំរាបញោមញាតអញ្ចឹងបងញោមមើលទៅ
តែងតាំងលោកគ្រូចៅអធិការវិញតែស្រោចស្រពសកលទេវីស្រោចទឹកស្រោចអីដូចគ្នាអានេះអភិសេកហើយប៉ុន្តែគេមិននិយាយពាក្យថាអភិសេកថាស្រោចស្រពសកលទេវីតែអភិសេកគេនិយាយតែពីរាជាភិសេកនិងពុទ្ធាភិសេកនិយាយតែពីនេះសូមបញ្យល់ញោមញាតិចាឲ្យដឹងឲ្យវាស្របទៅតាមពុទ្ធសាសនាធ្វើឲ្យដឹងច្បាស់លើចាដោយក្នុងកម្មវិធីថ្ងៃនេះគឺញោមញាតិនេះបានកសាងពុទ្ធបដិមា5អង្គនេះមិនតែមានណាសាងបានទេប៉ុន្តែអាត្មាទៅប៉ោយប៉ែតដូចឃើញវត្តមួយទៅប៉ោយប៉ែតគឺសាងដែរបើសាង5អង្គនេះដាក់តកលខាងក្រៅអញ្ចឹងបើឃើញនៅទីនេះដែលសាងបានហើយពុទ្ធ5ព្រះអង្គដែលយើងសាងនេះគឺពុទ្ធនៅក្នុងខត្តកັບយើងនេះពាក្យថាខត្តកັບគឺកັບដែលធំទូលំទូលាយមានពុទ្ធ5អង្គត្រាស់ដឹងគេហៅខត្តកັບនេះយើងគេហៅខត្តកັបវិញមួយអង្គពីរមួយអង្គទៅមួយអង្គឆ្ងាយណាយើងមិនអស់អាណត្តិភ្លាមអង្គមួយត្រាស់ដឹងភ្លាមទេអត់មានទេណាលំពេកទៅលងលយទៅដូចជាពុទ្ធ5អង្គនេះជាហបតកម្មតែលកម្មណាមាន5អង្គកັບវាទូលំទូលាយកាលវេអខិបុរាណលោករៀបជាកំណាព្យរៀបរាប់ពីពុទ្ធ5អង្គគឺថាផតកម្មនេះមានព្រះពុទ្ធទ្រង់ញាណ5អង្គយាត្រាព្រះនាមថ្លាថ្លៃប្រពៃសោភាមានព្រះសាសនាទីទីរាល់អង្គព្រះកកុសន្ធោដើមជ្រេះជាពោទីព្រឹកខ្ពស់ខ្ពស់ឆាប់ប៉ុនរាំងសីរស្មីព្រះអង្គបជនស្ដេចគង់40000ព្រះវស្សាបជន40000ឆ្នាំព្រះកោនិកមនោដើមលវីជាពោទីព្រឹកសាខាឆាប់ប៉ុនរាំងសីរស្មីជ្រះថ្លាព្រះជនសាស្តា30000ឆ្នាំគាត់ព្រះកសបោដើមជ្រៃជាពោទីព្រឹកបរិសុទ្ធឆាប់ប៉ុនរាំងសីរស្មីព្រះពុទ្ធបជនកំណត់20000ព្រះវស្សាព្រះសមណៈពោធមត្រាស់ជាបឋមព្រះបរមសាស្តាផុសរតបល្ល័ង្កទីនាងពេជ្រថ្លាស្ដេចគង់បច្ចាញ់មាព្រះអង្គឥតលើកកើនទស្សបរមីឆាប់ប៉ុនរាំងសីក្រោមពោធិព្រឹកនាងព្រះធរណីទេវីសាយទឹកពលមេបីអធិចាញ់ព្រះករណាព្រះចូលនិព្វានព្រះជន្មស្ដេចបាន80ព្រះវស្សាឆ្នាំទើបរួចរាប់5000ព្រះវស្សាប្រោះអស់ទេវតាមនុស្សសត្វទាំងឡាយព្រះជន្មនោះបានតែ80បរិសាសនាបាន5000ឥឡូវយើងបាន2568ឆ្នាំព្រះសិអាមេត្រីពោធិសត្វថ្លៃរស្មីឆាឆាយនឹងត្រាស់ជាក្រោយដោយពុទ្ធទំនេយពុទ្ធអង្គមុនលោកទំនេយទីឯទៅប្រជជនវែងឆ្ងាយ80000ព្រះវស្សាប្រជជនច្រើនយ៉ាងនេះដើមខ្ទឹងជាពោទីព្រឹកសេថោไม่មានអង្គការប៉ិនកង់រាជរដ្ឋសសតរសាលំអងបុប្ផារុះរយដោយខ្យល់ក្រអូបភូភាយក្លិនថ្លែបខ្យល់ចាយសាយសពមណ្ឌលទិសទីទាំង10អបដល់មកទិសទីទាំង10សាយសពសកលទិសទីទាំង10អបអមណ្ឌលទ្វីបទាំង4ស្កលដល់ទៅសួគ៌នាយភត្តកាលយុគដាត់កើតសំពៅរត់ទាំង5ព្រមព្រាយពេត្រា4បាន
ឆ្លងជលសាសាយពុទ្ធនោះ4អង្គលោកបានត្រាស់ថាភេត្រាណាកប៉ាល់សំពៅ4បានឆ្លងផុតឲ្យនៅតែមួយទេបានយកពុទ្ធទៅធាមមកសំពៅព្រះអង្គសម្ដែងធ្វើឲ្យថាដឹកនាំផ្ទុកសត្វយ៉ាងទៅកាន់ព្រះនិព្វានហើយពុទ្ធ5អង្គនេះត្រាស់ក្រោមដើមរុក្ខជាតិដើមឈើប៉ុន្តែមិនមែនដើមពោធិ៍ទាំងអស់ទេដោយប្រកាសប្រសន្តោដើមជ្រែកញោមញាតស្គាល់ច្រើនណាស្លឹកត្រួយយកស្លោកកោបើយកទៅលក់ទឹកគ្រឿងអីត្រួយស្អីហើយដើមលវាក៏ញោមញាតស្គាល់ដើមជ្រៃក៏ស្គាល់បើនៅដើមខ្ទឹមមិនសូវស្គាល់ក្រខ្ទឹមហ្នឹងបានរួយឲ្យត្រូវដាំដើមរុក្ខជាតិទាំង5ហ្នឹងពីខាងក្រោយដើម្បីជាសក្ខីភាពជាស្ដែងពីជាប្រាប់តែពុទ្ធអង្គត្រាស់ក្រមដើមនេះដល់ហ្នឹងហើយដើម្បីជាទីសក្ការៈបូជាហ្នឹងបងពីបុរាណមកលោកកសាងតែពុទ្ធសមណគោតមទេតែមួយអង្គប៉ុណ្្នឹងទេពុទ្ធ5អង្គនេះគេគូក្នុងប្រវត្តិគូក្នុងសម្បត្តិអីទេឆ្លាក់សាងជាពុទ្ធរូបបែបអង្គមូលជាអត់មានតែមានតែគូជារូបភាពក្នុងប្រវត្តិនឹងជាងអីទៅព្រោះនឹងបានអាត្មានឹកឃើញហ្នឹងគួរតែសាងពុទ្ធរូបឲ្យចេញជាអង្គមូលជាថ្មជាអីទៅបើដល់អាត្មាសម្ដែងហ្នឹងក៏ញោមញាតជ្រះថ្លាដល់យើងធ្វើអញ្ចឹងល្អបងបរិស័ទណាមកឃើញជ្រះថ្លានមស្ការថ្វាយបង្គំពួកទេវតាពួកមនុស្សហ្នឹងជាអ្នកដែលជ្រះថ្លានឹងពុទ្ធគេគោរពបូជាមកគេគោរពបូជាឬមិនមែនបូជាតែមនុស្សទេសំបីទេវតាក៏លោកមកគោរពបូជាដែរនេះសម្រាប់រូបព្រះពុទ្ធបដិមាគេហៅឧទ្ទេសកចេតិយហ្នឹងហៅឧទ្ទេសកចេតិយវត្ថុដែលគូគេគោរពចេតិយៈគឺគេគោរពកាលណាបើមនុស្សទេវតាឃើញហើយតែងតែលើកដៃនមស្ការស្លាកកពោលគាថាទេពសោភិកវេអរហង្គជាដើមនឹកដល់ពុទ្ធគុណនឹងបានប៉ុនអត់ចាំពិបាកចំណាយទ្រព្យអីទេកាន់តែជ្រះថ្លាប៉ុណ្ណឹងបានប៉ុនវាសម្រាប់អ្នកម្ចាស់ដើមដែលកសាងក៏បានបនរាល់តែដែលមានគេមកគោរពក៏បានបននឹងជូនដល់ទៅយើងអនុមោទនាយកមកពលនេះសម្រាប់ការកសាងពុទ្ធបដិមាគឺថាយើងជួយចែកបនដល់ទៅទេវតាដល់មនុស្សដែលជ្រះថ្លាមកហើយក៏លើកដៃនមស្ការគោរពចំពោះពុទ្ធបដិមាដែលយើងបានកសាងនេះបងនេះជាអានិសង្សធំធេងបំផុតរួចមិនងាយនឹងខូចទេកសាងពីថ្មនេះបើមិនមានសត្រូវមិនមានមនុស្សពីលកំណាចមកបំផ្លាញទេនៅរឹបមកបានរាប់ពាន់ឆ្នាំគេគោរពយើងអ្នកកសាងងាប់អស់ហើយទុកគេដំណើររបស់យើងនឹងឲ្យមនុស្សក៏គេបានគោរពបូជាបានបន់បានអានិសង្សផងនេះជាបន់មួយផងញោមញាតកសាងពុទ្ធបដិមានឹងគឺត្រឹមត្រូវជាទីបំផុតត្រឹមត្រូវបានបន់បានអានិសង្សទាំងយើងទាំងគេឲ្យផ្ដល់បន់ចែកគេចែកឯងចឹងញោមមើលថាញោមញាតសាងគេមកថ្វាយបង្គំនេះយកឲ្យបន់ចែកបន់ទៅគេចឹងនៅខ្លួនយើងអ្នកម្ចាស់សាងហ្នឹងក៏បានប៉ុណ្ណេះអានិសង្សនេះបានកសាងឲ្យញោមញាតជ្រះថ្លានេះគឺថាត្រឹមត្រូវជាទីបំផុតមិនខុសទេញោមញាតចាយទ្រព្យសម្បត្តិបន្តិចបន្តួចហ្នឹងគេថាតម្កល់ទុករាប់ពាន់ឆ្នាំនេះសម្រាប់ពុទ្ធបដិមាដែលជាឧទ្ទេសកចេតិយនេះ
ប៉ុន្តែប្រហែលជាយូរតែទៅមានអាចមានញោមញាតកសាងតាមវត្តទៅដល់ឃើញចេះជ្រះថ្លាចង់បានគេថាកសាងដាក់វត្តនេះវត្តនោះក៏ទៅទៀតជាទីសក្ការៈបូជាឬសម្រាប់ញោមញាតពុទ្ធបរិស័ទដែលជ្រះថ្លាក្នុងពុទ្ធសាសនានេះក៏នៅមិនទាន់ស្គាល់ពុទ្ធនឹងច្បាស់លាស់ដែរញោមញាតមិនទាន់ស្គាល់ពុទ្ធច្បាស់លាស់ទេតាមអាត្មាពិនិត្យមើលទៅได้ស្គាល់មិនទាន់ច្បាស់ហើយញោមញាតខ្លះអាចគិតថាពុទ្ធជាតិជាទេវតាជាទេវបុត្រអីបានញោមញាតចេះតែឃើញបន់ស្រន់ពួងសួងពុទ្ធមុននឹងមកជាពុទ្ធសមណៈគោតមយើងមុននឹងចុះមកកើតជាពុទ្ធនេះលោកនៅក្នុងឋានដុសត្វជាសន្តុសៈទេវបុត្រលោកអត្រាស់ដឹងនៅលើឋានសួគ៌តែត្រូវតែចុះមកកើតជាមនុស្សដល់និយាយរឿងនោះញោមញាតស្គាល់ពុទ្ធឲ្យច្បាស់បានជាព្រះអង្គមិនត្រាស់ដឹងក្នុងឋានសួគ៌ជាទេវតាដោយព្រះអង្គត្រេះពិចារណាថាបើកាលណាខ្លួនលោកជាពុទ្ធនេះមិនមែនជាមនុស្សជាទេវតាទេមកទេសនាប្រុសសត្វទាំងអស់គេមិនសូវគោរពបូជាទេព្រោះគេថាទៅធ្វើមិនបានដូចពុទ្ធហ្នឹងយើងជាមនុស្សពុទ្ធជាទេវតាលោកគិតឃើញថាអញ្ចឹងបានជាលោកមិនត្រាស់ដឹងជាទេវតាត្រូវតែចុះមកកើតជាមនុស្សឲ្យជាតិស្មើគ្នានឹងយើងយ៉ាងបានសម្ដែងធ្វើទេសនាទៅគេស្ដាប់តែមនុស្សដូចគ្នាហើយមកកើតជាមនុស្សហើយមានត្រកូលតែពីរទេដែលពុទ្ធត្រូវការគឺសក្យត្រគឺត្រកូលខ្សាត់មួយស្ដេចហើយនឹងព្រាហ្មណៈមហាសាលមួយព្រាហ្មណៈមហាសាលគឺព្រាហ្មណ៍ដែលមានសម្បត្តិនឹង80កោដមានដាច់គេត្រកូលពីរនេះដែលពុទ្ធកើតត្រកូលយើងជាប្រជាពលរដ្ឋសាមញ្ញធម្មតាអីលោកមិនកើតទេក៏រួចបើសិនណាមិនបានបកស្រាយប្រាប់ញោមញាតអាចញោមញាតឆ្ងល់ថាបើអញ្ចឹងពុទ្ធលោកកាន់ប្រកាន់ត្រកូលប្រកាន់ពូជតែពូជអ្នកខ្ពស់បានលោកទៅកើតយើងអ្នកស្រែអ្នកចំការលោកមិនកើតទេថាពូជថោកទៀតមិនមែនអញ្ចឹងទេញោមញាតបានជាពុទ្ធលោកត្រូវតែកើតក្នុងត្រកូលស្ដេចក្សត្រនឹងមួយត្រកូលព្រាហ្មណ៍មួយកាលណាលោកបានត្រាស់លោកសម្ដែងធ្វើប្រាប់ដល់បរិស័ទទាំងអស់ពួកស្ដេចពួកក្សត្រត្រកូលអ្នកមានអស់គេស្ដាប់បើកើតក្នុងត្រកូលរាជធម្មតាដល់បានត្រាស់ជាពុទ្ធទៅសម្ដែងធ្វើអ្នកមានត្រកូលមកគេអត់ស្ដាប់ទេគេទៅស្ដាប់អីពុទ្ធត្រកូលអ្នកក្ររដ្ឋបាយបរិភោគបានត្រាស់ជាពុទ្ធមកសម្ដែងធ្វើទេសនាប្រាប់យើងជាយើងមានទ្រព្យមានសម្បត្តិមកកាណូនឹងចាំបបាក់ខ្វល់អីទៅស្ដាប់ធ្វើណាអាស្រ័យហេតុនេះបានពុទ្ធលោកត្រូវកើតក្នុងត្រកូលពីរនោះតែកាលណាលោកសម្ដែងត្រាស់ដឹងស្ដេចធ្វើទៅគឺទាំងអស់គេថាពុទ្ធនេះមានអំណាចលោកលះបង់អំណាចចោលមានទ្រព្យមានសម្បត្តិលោកលះបង់ចោលអស់នៅតែខ្លួនមួយគឺធ្វើឲ្យគេឃើញចឹងបងគឺលោកមិនអាល័យតែក្នុងអំណាចក្នុងទ្រព្យសម្បត្តិយកស័ក្តិឲ្យអស់លះបង់អស់នៅតែខ្លួនមួយអន់ជាងញោមញាតប្រជាបរតទៀតដល់លោកលះបង់អស់ទៅនៅខ្លួនតែមួយបានត្រាស់ដឹងធ្វើឡើងសម្ដែងធ្វើទៅទេសនាប្រុសទៅគេស្ដាប់គេកាន់យកទាំងអស់គេថាណាពុទ្ធលោកមានតែលោកលះបង់អស់ឃើញតែគ្រឿងទាំងអស់ហ្នឹងជាគ្រឿងពោលដែលទាញទប់ស្កាត់មិនអោយចេញរួចទៅកាន់ព្រះនិព្វានបានលោកត្រូវកើត
ក្នុងត្រកូលពីរហ្នឹងហើយពុទ្ធត្រូវតែមានប្រពន្ធហើយមានកូនទៀតដើម្បីលះបង់កំចាត់សេចក្តីសង្ស័យរបស់មនុស្សកាលណាបើលោកមិនមានប្រពន្ធទេគេអាចសង្ស័យតែប្រពន្ធហ្នឹងខ្ទើយទេដែរបានជាមកបួសហ្នឹងព្រោះយើងមិនមែនខ្ទើយទៅបួសមិនទេប្រពន្ធណាអញ្ចឹងខ្ញុំមិនលោកការពារគ្រប់ត្រូវតែមានប្រពន្ធតែកាលណាលោកមានប្រពន្ធទៅគេថាប្រពន្ធមិនមែនខ្ទើយទេគឺជាភេទបរោះច្បាស់ចឹងវិញមានប្រពន្ធហើយត្រូវមានកូនទៀតដើម្បីបញ្ជាក់ប្រាប់គេមានប្រពន្ធអត់កូននោះឲ្យគេសង្ស័យណាគេថាអវយវៈគ្រឿងបន្តពូជมันដំណើរការដែរងាប់ដឹងតែអាត្មាមិនគួរនឹងពោលទេភាសានឹងប៉ុន្តែវាត្រូវតែប្រាប់ឲ្យញោមញាតដឹងទាំងអស់គ្នាស្រាប់បានទេញោមញាតដើម្បីលះឲ្យដឹងទាំងអស់គ្នាបើមិនពោលយ៉ាប់ដឹងទេបើអញលោកត្រូវមានកូនដល់មានកូនហើយញោមញាតអាចដឹងពុទ្ធគឺថាអវយវៈកេកមាឲ្យដំណើរការដូចគ្នាអត់មានខុសពីមនុស្សទេនេះលោកបញ្ជាក់ឲ្យអស់ដល់បានទេញោមញាតកុំឲ្យទៅសង្ស័យទៅពុទ្ធខ្ទើយអីទេមិនមែនទេហ្នឹងតែលោកការពារគ្រប់បងខ្ញុំតែបានគិតទេតែពុទ្ធលោកការពារមិនអោយយើងនឹងពិផលសង្ស័យនឹងលោកបើសិនណាតាមមានប្រពន្ធខ្ញុំថាខ្ទើយហ្នឹងបើមានកូនខ្ញុំថាអាហ្នឹងដំណាក់គ្រឿងបន្តពូជវាមិនដំណើរការហើយបានលោកធ្វើសម្ដែងឲ្យឃើញទាំងអស់ការពារកុំឲ្យបរិស័ទសង្ស័យលោកការពារទាំងអស់ចឹងនឹងសមឲ្យញោមញាតជ្រាបចឹងរួចប្រពុតនឹងជាមនុស្សទេដូចតែយើងចឹងឯងបងប្រពុតមនុស្សដូចយើងចឹងឯងមិនដូចសាសនាដទៃទេសាសនាដទៃខុសពីពុទ្ធសាសនានេះដូចយ៉ាងសាសនាព្រាហ្មណ៍រតនត្រ័យក្នុងសាសនាព្រាហ្មណ៍គឺទេវតាទាំងអស់មិនមនុស្សទេគឺព្រះឥសូរព្រះនរាយណ៍ព្រះព្រហ្មពុញអ្នកដែលផ្សាយសាសនាគឺពួកព្រាហ្មណ៍ជាមនុស្សនាំយកពាក្យព្រះនោះមកប្រាប់មនុស្សលោកដូចគ្នាតែបើសិក្សាឲ្យដល់ទៅដូចជាពិបាកដែរគឺថាព្រាហ្មណ៍សាសនារបស់ព្រាហ្មណ៍តែព្រាហ្មណ៍ហ្នឹងក៏ត្រូវបង្កើតឲ្យមានទេវតាអ្នកណាធំលើលោកលើព្រាហ្មណ៍ទៀតគិតថាបើសិនណាជាកថាសាសនារបស់គាត់បរិស័ទគេមិនសូវជឿថាបើចឹងគាត់ថាតែមានអតិទេពធំចឹងគាត់ក្រណំពាក្យរបស់អតិទេពយកមកប្រាប់បរិស័ទទេអញ្ចឹងណាគណៈជាប៉ុណ្ណឹងទេរួចព្រះឥសូរព្រះនរាយណ៍ព្រះព្រហ្មញោមញាតបរិស័ទមិនដែលឃើញទេស្គាល់តែឈ្មោះស្គាល់តាមពួកព្រាហ្មណ៍ទេនឹងថាព្រាហ្មណ៍ជាសាវកអ្នកផ្សាយសាសនារបស់ព្រហ្មយកព្រហ្មញ្ញសាសនាគេវាអាកំបាំងចឹងរួចគ្រឿងទាំងវាយបូជាដែលបរិស័ទគេបូជាព្រះបូជាអតិទេពមានអតិទេពមានទេវតាមានឥសូរនរាយណ៍ណាមកទទួលហ្នឹងមានតែព្រាហ្មណ៍នៅឯងអ្នកទទួលទាំងវាយហ្នឹងខ្ញុំដឹងទេព្រាហ្មណ៍មហាសាលនឹងមានទ្រព្យ80កោដណា80កោដទ្រព្យនឹងមិនមែនរបស់រស់ស៊ីធ្វើស្រែធ្វើចម្ការឲ្យញោមញាតទេណាទាំងវាយសុយសាអាកោដែលបរិស័ទគេថ្វាយទៅអតិទេពព្រះឥសូរព្រះនរាយណ៍ព្រះព្រហ្មឯងព្រះឥសូរព្រះនរាយណ៍ព្រហ្មមានរូបណាមកទទួលណាទៅត្រូវបានពូព្រាហ្មណ៍អ្នកផ្សាយសាសនាទាំងវាយបានព្រាហ្មណ៍ទាំងអស់ខ្ញុំគិតបានត្រឹម80កោដព្រាហ្មណ៍មហាសាលហ្នឹងទៅទាំងវាយរបស់ព្រះតែអាត្មារៀបរាប់ពីសាសនាព្រាហ្មណ៍នេះបរិស័ទមិនដែលឃើញទេ
អតិទេវតាហ្នឹងក៏មិនដែលចុះមកបង្ហាញខ្លួនឲ្យបរិស័ទឃើញទៅទៀតកំណាញ់ចឹងទៅទៀតបរិស័ទក៏មិនដែលឃើញព្រះទេស្គាល់តែឈ្មោះតាមរយៈព្រាហ្មណ៍ហ្នឹងអ្នកប្រាប់បានក្នុងសាសនានេះគេថាបើចង់បានអីឲ្យបួងសួងបន់ស្រន់អតិទេពហ្នឹងនឹងប្រទានឲ្យគេប្រាប់តែអញ្ចឹងនេះគេហៅសាសនាបន់ស្រន់បួងសួងមានតែហេតុវិញព្រះព្រហ្មក្នុងពុទ្ធសាសនានិងព្រះព្រហ្មក្នុងសាសនាព្រាហ្មណ៍ខុសគ្នាណាញោមញាតិព្រះព្រហ្មដែលមានកូនមានស្អីអីហ្នឹងគេក៏បិលមហាព្រហ្មហ្នឹងព្រះព្រហ្មមកជារតនត្រ័យក្នុងសាសនាព្រាហ្មណ៍នឹងឃើញដែលឃើញសម្ដែងច្បាស់ថាព្រះព្រហ្មនឹងជាប្រុសសាសនាព្រាហ្មណ៍វិញមានប្រពន្ធឈ្មោះនាងសរស្វតីមានកូន3ស្រី1ប្រុស2កូនប្រុស1ឈ្មោះតិក្សៈ1ឈ្មោះភរគូស្រីឈ្មោះនាងសន្តិយាគេរៀបរាប់តែអញ្ចឹងព្រហ្មក្នុងពុទ្ធសាសនាយើងអត់មានរូបទេអត់មានភេទទេណាញោមញាតិអ្នកដែលទៅកើតជាព្រហ្មគឺអ្នកដែលចម្រើនសមាធិញ៉ាំងឈានឲ្យប្រព្រឹត្តកើតឡើងបានអស់ជីវិតទៅកើតក្នុងព្រហ្មអត់មានភេទស្រីប្រុសអីទេគ្មានបរិភោគម្ហូបអាហារអីដូចជាទេវតាទេព្រហ្មក្នុងសាសនាព្រាហ្មណ៍មានភេទប្រុសវាខុសគ្នាកុំច្រឡំគ្នាញោមញាតិព្រហ្មខុសគ្នានេះសំដែងឲ្យញោមញាតិឃើញចឹងមិនដូចជារតនត្រ័យក្នុងសាសនាព្រាហ្មណ៍សត្វតែមានប្រពន្ធមានកូនព្រះឥសូរមានប្រពន្ធឈ្មោះនាងឧមាភគវតីនេះឈ្មោះមួយឈ្មោះទូរកាឈ្មោះ2មានកូនឈ្មោះវិភកនេសនឹងមួយវិភកនេសមួយនឹងវិភកនេសនឹងភរគូឈ្មោះអីភ្លេចតែបាទខាងនឹងយូរភ្លេចមានកូន2វិភកនេសមានសត្វមានប្រពន្ធមានកូនវិញសម្រាប់ព្រះនរាយណ៍គឺព្រះនរាយណ៍មានប្រពន្ធឈ្មោះនាងលក្ស្មីនាងលក្ស្មីនេះកើតចេញពីគោសមុទ្រទឹកដោះទៅចេញមកកើតមកតែទាញព្រឹត្តគោសមុទ្រទឹកដោះគឺមានកូនមួយឈ្មោះកាមទេពបើកាមទេពហ្នឹងជាអតិទេពសម្រាប់អ្នកបង្កើតរាគៈសេចក្តីស្រឡាញ់ដល់មនុស្សលោកទាំងអស់នោះមានវាហណៈហ្នឹងជាសត្វសេកជិះទៅសត្វសេកមានធ្នូដើមអំពៅយើងនេះជាដងធ្នូព្រួយគេសម្ដែងថាញោមញាតិទាំងអស់មនុស្សនេះដែលពេញពីចេះស្រឡាញ់គ្នាមានរាគៈកើតឡើងដោយសារត្រូវព្រួញព្រះកម្មទេពនឹងបាញ់ព្រួញឲ្យកើតទៅទេអាចចេះស្រឡាញ់គ្នាពេញផែនដីបើបានត្រូវព្រួញព្រះកម្មទេពអាចចេះស្រឡាញ់ទេជាសម្ដែងនិយាយចឹងមកខ្ញុំបានតែញោមញាតិបើអ្នកកាន់សាសនាព្រាហ្មណ៍ត្រូវអរគុណក្នុងព្រះកម្មទេពទៅកុំតែបានត្រូវព្រួញព្រះកម្មទេពកុំចេះស្រឡាញ់គេនិយាយចឹងបើចុះពុទ្ធសាសនាលោកថាម៉េចបើពុទ្ធលោកសំដែងលោកថាមានព្រះកម្មទេពណាមកបាញ់ព្រួញឲ្យត្រូវតែគ្នាណាអគ្រប់តែគ្នាមកផែនដីណាលោកថាមនុស្សតែកើតមកវាមានជាតិនឹងកើតមកជាមួយគ្រាន់តែវាមិនទាន់ដល់ពេលវេលាដែលវាចេញណាអរិយៈតម្រេវាកើតមានពីកំណើតញោមញាតិមើលដើមឈើដើមស្វាយដើមអីទាំងអស់កាលដែលអាយុវាមិនទាន់គ្រប់វាអត់ចេញផ្កាទេតែអាយុវាគ្រប់វាចេញផ្កាមកផ្កានេះវាមានចាប់ពីកំណើតជាតិវាមកមានយ៉ាងណាមិញ
គឺសេចក្តីស្រឡាញ់រាគៈវាកើតមានដូចគ្នាប្រពុតលោកថាអញ្ចឹងតែប្រពុតលោកប្រាប់វាច្បាស់ចេះយើងគួរជឿបានមកមានហេតុផលលោកទៀនមកដើមឈើរុក្ខជាតិដើមស្វាយដើមអីទៅអត់ថាដល់ពេលគ្រប់កំការកំណត់វាចេញផ្កាចេញផ្លែមកឲ្យអាផ្កាផ្លែមានមកដែរវានៅក្នុងដើមជាតិសារជាតិវាប៉ុន្តែពេលវេលាវាមិនទាន់បញ្ចេញឲ្យនេះសូមឲ្យញោមញាតិជ្រាបហ្នឹងញោមពុទ្ធលោកសំដែងក៏ខុសពីសាសនាព្រាហ្មណ៍សាសនាព្រាហ្មណ៍ថាអត់ទេតែការអព្រះកាមទេមិនបាញ់ព្រួយត្រូវទេអត់តែយើងគិតមកទៅថាវាមិនដូចទេអត់ណានេះគឺពុទ្ធជាមโนដូចយើងអ្នកអាត្មារៀបរាប់ទាំងអស់ឲ្យញោមញាតិយល់ថាពុទ្ធជាមโนហើយពុទ្ធនេះជាគ្រូរបស់ទេវតានិងមនុស្សទៀតណាសាសនាដទៃទេវតាជាបឋមប្រធានលើមនុស្សគ្រប់គ្រងលើមនុស្សតែពុទ្ធសាសនានឹងជាគ្រូរបស់ទេវតាផងជាគ្រូរបស់មនុស្សផងញោមញាតិគិតមើលវិសុទ្ធតាដែលញោមញាតិជ្រះថ្លាជាមួយនឹងពុទ្ធតែជ្រះថ្លារឿងអីមកអាត្មាសួរញោមញាតិជ្រះថ្លានឹងពុទ្ធថ្វាយគ្រប់ជ្រះថ្លារឿងអីសំខាន់ទៅលើអីលើពុទ្ធអត់ដឹងឥឡូវមិនដឹងហើយចាអាត្មាប្រាប់ទៅបងដែលញោមញាតិជ្រះថ្លានឹងពុទ្ធជាបរមគ្រូនេះទី1គឺវិសុទ្ធិគុណគុណនៃសេចក្តីបរិសុទ្ធស្អាតអត់មានកិលេសអីទេស្អាតដូចសម្ពុតសទាំងផ្ទាំងនេះចឹងណាបើយើងធៀបព្រះអង្គបានកម្ចាត់កិលេសអស់ហើយកិលេសក្រោធក្រៀតកម្ចាត់ដោយសិលកិលេសជាកណ្ដាលកម្ចាត់ដោយសមាធិចម្រើនសមាធិសមថៈគេអប់រំចាត់គេកម្ចាត់កិលេសព្រោះកិលេសកិលេសក្រោធក្រៀតអីវានៅក្នុងកាយហើយនឹងវាចាកិលេសជាល្អិតអីវានៅក្នុងចិត្តកិលេសជាកណ្ដាលនៅក្នុងចិត្តរបស់ញោមញាតិសប្តាហ៍ថ្ងៃអត់មានសេរីភាពគ្មានឯករាជ្យទេណាញោមញាតិនៅក្រោមអាណានិគមរបស់កិលេសវាស្រោបគ្រីជាប់ញោមធ្វើអីកិលេសទេវាឲ្យធ្វើមិនមែនធ្វើដោយទឹកចិត្តសេរីភាពខ្លួនឯងទេនេះអាត្មាសំជរិកិលេសជាកណ្ដាលស្អីកាមឆន្ទៈពេញចិត្តក្នុងកាមគុណ5ហ្នឹងរូបសម្លេងស្លាន់រស់ស្អីទាំងអស់ព្យាបាទៈអាគំនុំគុំគួននៅក្នុងចិត្តអ្នកណាកើតអានឹងក្នុងចិត្តអ្នកណាធ្វើអីឲ្យក្រោតខឹងទៅទោះបីវាស្ងប់ទៅវាសងំនៅក្នុងចិត្តតែកាលណានឹកឃើញរឿងហ្នឹងចង់តែធ្វើឲ្យអ្នកនោះអន្តរាយពីនេះនឹងព្យាបាទៈគំនុំវានៅដេកសងំទី3ថៃនមិទ្ធិសេចក្តីងោកងុយនេះងោកងុយជាកិលេសមួយខ្ញុំនិយាយគឺមនុស្សយើងខ្ញុំចំណាំមើលធ្វើការអីក៏ដោយឲ្យតែដល់ពេលងុយដេកលេងលះមកឲ្យដេកសិនទុកការងារនឹងចោលវាធ្វើឲ្យខ្ជិលច្រអូសរែងមាយបោះបង់ការងារចោលទៀតអានេះថៃនមិទ្ធិណាកើតហើយអាគូងុយកើតហើយគឺមានសេចក្តីរាយមាយខ្ជិលច្រអូសកើតមកជាមួយគ្នាវិឧត្តចៈកុបចៈចិត្តដែលវារស័ព្ទរសល់រសេះរសោះវល់កវាយណាមិនដឹងឯណាវិលវល់ណាភាសាបរទេសថា stress ចិត្ត stress វិលវល់បែកផ្សែងបងអាហ្នឹងទី4ទី5វិជកិច្ឆាសេចក្តីសង្ស័យពីនេះពីនោះមិនអស់ចិត្តសង្ស័យគ្នាឯងមនុស្សដូចគ្នាហ្នឹងមិនសង្ស័យធំទៅទៀតសង្ស័យថាមនុស្សស្លាប់ហើយកើតទីក៏មិនកើតណាអញ្ចឹងណាខ្លះអត់ជឿថាកើតទេមកពីភ្នែកមិនឃើញអត់សង្កល់អត់ទេឋាននរកមានទេវតាមានធ្វើបុណ្យបានបុណ្យបាបបានបាបអានេះเขาវិជិកិច្ឆាវាសង្ស័យទាំងអស់អានេះកិលេស5ហ្នឹងវាស្រោបចិត្ត
ចិត្តនៅក្រោមអាណានិគមអត់ធ្វើអត់ងារខ្លួនរួចទេ5ទៅស្រោបជុំវិញដោយអង្កលខ្មែរយើងនៅក្រោមអាណានិគមបារាំងណាញោមញាតយើងមានធ្វើឲ្យបានតែបារាំងឲ្យធ្វើបានធ្វើបានតែបារាំងឲ្យធ្វើទៅធ្វើរឿងនឹងបានជាលោកត្រូវអប់រំដោយចម្រើនសមាធិសមាធិចិត្តនឹងធ្វើឲ្យចិត្តវាស្ងប់ពាក្យសមាធិធ្វើឲ្យចិត្តស្ងប់ដល់កាលណាចិត្តវាស្ងប់បើស្ងប់ទៅវាកើតបៃតិកើតឡើងអកិលេសនេះវាឃ្លាតចេញពីចិត្តរើរួចចេញពីអាណានិគមរើរួចចេញមកមានសេរីភាពអានឹងចិត្តបរិសុទ្ធស្អាតព្រមមានពន្លឺឈប់កិលេសនឹងវាបជាឲ្យធ្វើឲ្យបានឲ្យមានសេរីភាពពន្លឺគឺបញ្ញានេះគឺសេចក្តីពាក្យថាបញ្ញាគឺសេចក្តីស្គាល់ដឹងខុសត្រូវអស់បញ្ញាបានលោកឲ្យចម្រើនវិបស្សនាកិលេសចិនល្អិតត្រូវកំចាត់ដោយបញ្ញាបានបងនេះព្រះសម្មាសម្ពុទ្ធលោកកំចាត់អស់ហើយវិសុទ្ធិគុណនៃសេចក្តីបរិសុទ្ធខ្ញុំទៅជេរនៅក្នុងបៃតកមានពួកព្រាហ្មណ៍ទៅជេរពុទ្ធបញ្ញាពីនៃជេរថ្មះតែពីសពបែបសពយ៉ាងពោសំដីថោកទៀតតែជេររួចទៅសួរពុទ្ធហើយយ៉ាងម៉េចទៅសមណៈពុទ្ធដំយើងស្ដីយើងថាពោលឲ្យអ្នកឯងប្រើពាក្យចូលគេតែចិត្តអ្នកឯងគិតយ៉ាងម៉េចសួរពុទ្ធជេរគេរួចទៅសួរមកពុទ្ធថាអើយមនាលព្រាហ្មណ៍អ្នកឯងជេរអ្នកឯងថ្មះតែពីរដ្ឋាគាត់ដែលថាគាត់អត់បានទទួលយកពាក្យអ្នកឯងទេពីព្រោះលោកអត់មានអីទទួលគ្មានទោសៈឯណាស្អីខ្លះបើលោកបញ្ចាត់ឲ្យមានអទោសៈបានទោសៈនឹងបញ្ចេញទទួលអត់មានអីទេជេរធ្លាក់តែនៅខ្លួនឯងបានលោកធៀបថាបើសិនរដ្ឋាគាត់ទៅខឹងនឹងសម្ដីអ្នកឯងដែលថ្មាស់តែពីរដ្ឋាគាត់ទុកស្មើរដ្ឋាគាត់ទៅដណ្ដើមបរិភោគមកហូបអាក្រក់ជាមួយអ្នកឯងនឹងឯងแล้วឯងបរិភោគតែឯងរដ្ឋាគាត់មិនរវល់ទេស្ងប់ចិត្តទសាលោកក៏លោកអត់ចេះត្រេកអររីករាយព្រោះកិលេសលោកកំចាត់ឲ្យមានស្អីទៅទទួលក្រោតខឹងក៏មិនមានរីករាយមិនចាត់ស្មាទេបងនេះនិយាយពីបតីរបស់ពុទ្ធនឹងជាប្រៀបឯហ្នឹងថាវិសុទ្ធិគុណនេះសេចក្តីបរិសុទ្ធព្រោះយើងមានចិត្តបរិសុទ្ធណាស់បើចិត្តនៅតែក្រោមកិលេសធ្វើអីតែអកិលេសប្រងមានធ្វើខ្លួនឯងណាអ្នកអាត្មាជំរាបឲ្យញោមញាតដឹងណាញោមញាតតែកន្លែងនៅបាននោះពេលច្រឡោតតតខឹងឡើងត្រូវញោមដឹងអូអាកិលេសហ្នឹងតើមកខឹងអានេះកិលេសទេបើធ្វើឲ្យការបើសិនណាជាមានកិលេសអត់ខឹងទេតែថាហ្នឹងតួកិលេសចេញឲ្យញោមញាតដឹងតែអញ្ចឹងបើដឹងអញ្ចឹងអាចបន្ថយបានបើមិនដឹងចេះទៅច្រឡោតតតតទៅបងទៅតាមសន្ទុះហ្នឹងទី2ករុណាគុណគឺសេចក្តីអាណិតអាសូរដល់សត្វលោកទាំងអស់មានសំណោះអាណិតតែអ្នកមានទ្រព្យមានបុណ្យមានស័ក្តិទេសំបីអ្នកក្រសត្វខ្ញុំគេមិនក៏មេត្តាស្មើគ្នាអត់មានខ្ពស់ទាបជាងគ្នាទេគុណនេះសេចក្តីមេត្តាអាណិតដោយសារឃើញជីវិតរបស់សត្វលោកទាំងអស់នៅរស់នៅក្រោមឥទ្ធិពលនៃសេចក្តីទុក្ខបានលោកទ្រង់សំណោះអាណិតមេត្តាបានជាប្រាថ្នាសាងបារមីដើម្បីត្រាស់ដឹងជាពុទ្ធដើម្បីនឹងសម្ដែងធ្វើជាផ្លូវឲ្យសត្វលោកបដិបត្តិដើរតាមផ្លូវហ្នឹងក៏ចេញរួចផុតចាកទុក្ខហ្នឹងទី3បញ្ញាគុណគឺជាជាមនុស្សទេវតានៅលើផែនដីគ្មានណាមួយដែលមានបញ្ញាស្មើនឹងព្រះពុទ្ធទេបញ្ញារបស់ព្រះពុទ្ធរកទីបំផុតមិនមានទេអត់មានផុតទេបញ្ញាមាន2មួយបញ្ញាជាលោកយៈបញ្ញាជាលោកយៈគឺបញ្ញារបស់ញោមញាតបរិស័ទសព្វថ្ងៃបញ្ញាកើតឡើងពីការរៀនសូត្រឲ្យមានកម្រិតវាត្រឹមណាតែព្រះពុទ្ធអត់មានកំណត់ទេលោហូទៅជើងយ៉ាងទៅផងវាអត់មានកំណត់ថាប្រមាណគីឡូប្រមាណ
โยชน์เมียนแต่คือสู้ไอ้นาสู้ไอ้กันแต่พระองค์เมียนปรัชญาเราดีบ่มพดเมียนนี่สาจะพระองค์ตรัสดังเอาไตรโลกดังไตรโลกปัญญาคือดังเอาโลกแต่ไปเดียโลกแต่ไปคือสัตว์โลกคือสังขารโลกสัตว์โลกนั่งเอากาสโลกโลกแต่ไปเนี่ยการเด็ดดังมันพระองค์อัดเมียนเยี่ยงแต่หน้านิมนต์แต่เมื่อโลกแต่ไปอันแต่กันนั่งคุยไอ้กันเรื่องไอ้คือดังเรื่องนั้นสังขารโลกคือดังอัมพีสังขารได้ประชุมตบแต่งการเจริญเจียกดังชื่อได้ติดเพลิงเจ้าอะไรต่างๆดังฐานนั่งไว้การพิสัยไอ้หมอปันต่อมานั่งลูกดังต่างอ่านใช่ปะตั้งแต่ได้ติดเพลิงเจ้าการไปไอ้ก็ลูกดังแต่ศาสนาเปรี้ยมตัดติวดานเนี่ยปังการพอรู้ท่าแต่อันนั้นบุกการคุณเวียก็ไม่เชื่อบุกการคุณเวียอันนี้นาปังการอย่างเราหดดารุกเกียรติเชื่อเปรตเอาเขาสังขารโลกโลกที่ปีคือสัตตโลกสัตตโลกคือสัตวะโลกสังเวชก็สัตวะโลกปลายก็สัตตโลกดังต่างปีมโนต่างปีเทวดาพระเอ็นพระพรหมอบายพุ่งนรกพระลูกดังต่างสัตว์ต่างลูกดังต่างสกอลดังต่างจดเตะประเดสันติหรือภาษาจดเตะคือสลับประเดสันติกำเนิดทำไมดังนั้นเนี่ยนั้นเราบอกการนี้มอปิชานน้องมอปิกอะไรน้องมอการดีนะสลับที่นั่นตัวการดีนะจ๊ะนี่ก็สัตว์โลกไปเอากาสโลกดังตะเตะได้เวียดนักเจนปีโลเตะคือละอ่อนละเฮลต่างอ่อนถ้าเอากาสโลกนะโลกจะไปเอากันนี่ปัญญาได้พระองค์เมียนนั่นพระพุทธได้ลูกตรังดังมนต์บงในประเทศอินเดียหลับใบประเทศมันเริ่มมาชมพูทวีในอินเดียน่ะหลับใบถ้าพระพุทธในพระสัมมาโคตรอมนั้นเจนจ่าสัจจตระโกตบูเมียนปัญญาดอกไกรเลยเนี่ยหลับใบทำเมียนปัญญาเตได้มนุษย์ที่ตัวสกัดสมัยนั้นแต่เพื่อสัจจะมนุษย์สัจจะโกดำในปานเชนจาปิสัจจะโกตบูเราตรัสดังเชื่อปุบเมียนปัญญาไกรเล่งเมียนนาเมียปัญญาสารเราไปยังแต่ได้ยอมเหยียดเราไปน้องปัญญาเตปูเนี่ยได้เมียนจมงอลเซงกระดองหลักที่เปรียมน้องทับบ้านอะไรแต่ชูน้องปุบกิโยปัญญาได้ช้อนตัวสู้ปุบพระนั่งกิมดังก็เคยกับทริสไลน้องศาสนาเปรียมเราตัวสู้ปุบแต่โลกเนี่ยดังลูกรับทำไมในดังกิจเรทลานังปุบคือจิเรทลานังใบยางนังไอวิสดเทคนมวยกรณาคนมวยปัญญาคนมวยปุบลูกเมียนรันเมียนได้เชี่ยเมียนอำนาจอายสำแดงรักไอตามแต่รถนั่งลงมันอาจแจกมาบริษัทปราบานเตเมียนได้สำหรับโลกพระองค์วิสำหรับปปดโลกอัดเมียนสำแดงปีรักนิเชกาอจาเป็นเช่นกาอจาอ้อยมนุษย์ทั้งหลายกิดังเตละโหดดอตัวสาวะทั้งอเมียนองคละลูกแจกสำแดงรักก็โดยประมุขก็เรียนในลูกสำแดงรักใส่บ้านทั้งอริดอังเราตีกี่ก็สำแดงมาแต่พอพูดลุกบัดอัดอ้อยสำแดงตีเนี่ยน่าสำแดงตระมัดพิพระองค์ยอดแต่รึกอำนาจในการนาอังนามีอะไรเต่าสำแดงบริษัทเจริญลานะมอกก็เทียบมอกระบุชีแล้วมันอ้อยเต้แล้วลูกยอดเนี่ยนั่นโยมสงายมันเชื่อเมียนลูกหน้ามวยสำแดงเลยอ้อยบ้านนกไอ้ยงปะเต่าต้องเทียบต้องระมูนั่งก็คนลูกหามันอ้อยสำแดงแต่สำแดงเราบัดปีโปรเชียการสำแดงกาอจานั่นแหละใบบอลสัมมันคือเชื่อเคยจะเชื่อทลาน่ะเรื่องอัจฉริยทลาน้องเธอได้พระองค์สำแดงเตเป็นอัจฉริยทลาจังรัดน้องโยงเต้าสู้นี่เปลี่ยนร้อยอ่ะเนี่ยนะ
ban lục bật ai nôm ai mà nơi nó vực vô chụp vòng về bờ sát chụp về cho bầu chia nè ban lục hàm bật ở ai thôi đấy ban lục ấyแต่ปักเด็กบ้านเราประเทศเตสอบอันนี้สอบอันยงเงียบเฉียบใหญ่สนายปรับยงเงียบอายุร้อยนั่นยงเงียบนะบอกเรื่องมาย่างเตียนยงเงียบแต่ตรายลรัตนตรัยขนมพุทธศาสนาตีปีอติปุกมวยคือบุปผตีปีคือธรรมรัตนะประไตรไปดอกนะประเทศนั้นอันเมียนรูปแต่เมียนแต่ชโมให้เจ็บเล่าได้ยังพุทธบริษัทตระปะดิบัติตามนางไอพระพุทธทั้งหลายพระอรหันต์ทั้งหลายก็ลุกปฏิบัติตามเมฆเกียนางไอคนเยอะก็ยังเตปฏิบัติตามดังนั้นบ้านรำดับลุ้นเช่นจะตกรวยในรัตนตีปีวิรัตนตีไปพระสังព្រះសង្ឃមានពីរពូអរិយសង្ឃមួយនិងសមតិសង្ឃមួយអរិយសង្ឃគឺព្រះសង្ឃសាវកដែលលោកកំចាត់កិលេសអស់ហើយបរិនិព្វានអស់ហើយឥឡូវនេះអត់មានទេអរិយសង្ឃមានតែសមតិសង្ឃសមតិសង្ឃគឺអាត្មាសមតិនេះគឺសង្ឃដែលមានកិលេសត្រួតក្រៀតពេញតែខ្លួនរាគៈទោសៈមកអត់ខុសពីគុំញ៉ាសមតិណាយោណាគេសន្មតលោកអត់ទាន់បានកំចាត់កិលេសទេកិលេសនៅពេញតែខ្លួនអត់ដល់លោកបួសហើយលោកសិក្សានៅបរិយត្តិធម៌គឺបត្រៃបិដកណាហើយលោកក៏អប់រំបន្ទុំកាយវាចាចិត្តដូចលោកកំពុងកើតជំងឺដែរឃើញទេលោកសិក្សាផ្ទាល់ដូចជាកំពុងតែឆាន់ថ្នាំនឹងដែរព្យាបាលរោគវិព្យាបាលរោគខ្លួនលោកមិនទាន់ជាផងនោះទៅប្រាប់ញោមញាតទៅអស់គ្នាប្រាប់ឲ្យបរិភោគថ្នាំណាប្រាប់ពីទានសិលភាវនាជាកិច្ចបដិបត្តិបើចាំឲ្យលោកអស់កិលេសដឹងស្មើណាអស់កិលេសញោមអត់បានស្ដាប់ទៅមិនអស់បានអាត្មាតសំដែងទៅនៅវាជានឹកឃើញគិញខក់លក់ថ្នាំស្រែងអញ្ចឹងញោមញាតប៉ាន់ថ្នាំនេះវាប្រកែអញ្ចឹងមែនណាប៉ាន់ក៏យើងជាបាលវាមិនទាន់ជាអាបានណាញោមញាតហើយបើចាំជាខ្លួនយើងមិនបានប្រាប់ញោមគេទៅអស់ទៅយ៉ាឆ្លៀតផឹកខ្លួនឯងផងប្រាប់ញោមផងណាអ្នកមានរោគទាំងពីរអាត្មាសម្ដែងនេះដើម្បីលាតត្រដាងឲ្យឃើញថាយើងជាពុបតិជនសមតិប្រសង្ឃពុបតិជនញោមញាតក៏ពុបតិជនដែរនៃរតនត្រ័យក្នុងពុទ្ធសាសនារួចបច្ចុប្បន្ននេះព្រះសម្មាសម្ពុទ្ធបរិនិព្វានផុតទៅហើយព្រះធម៌នៅតែក្នុងគម្ពីរបត្រៃបិដកសពថ្ងៃដែលញោមញាតស្គាល់ពុទ្ធសាសនាដោយសារព្រះសង្ឃហ្នឹងឯងញោមញាតក៏លេខទៅឃើញតែព្រះសង្ឃអូពុទ្ធសាសនាអានឹងអាត្មាជំរាបអញ្ចឹងដែរអស់តែសមតិទីពុទ្ធសាសនាសូនហើយអត់មានទេបងអត់មានទេបងនេះសពថ្ងៃមានសមតិបើសមតិនេះខ្លះក៏ក្រោតគ្រាទៅបដិបត្តិទៅខុសធ្វើខុសវិន័យអីក៏ច្រើននៅអង្គខ្លះក៏លោកបដិបត្តិត្រឹមត្រូវទៅល្អទៅបើមានអ្នកដែលខូចប្រព្រឹត្តអាក្រក់ហ្នឹងក៏ច្រើនអាត្មាសំដែងនេះគ្រាន់តែថាបើញោមញាតជ្រះថ្លានឹងពុទ្ធសាសនាទោះបីប្រសងនឹងយ៉ាងម៉េចក៏កុំទៅរវល់នឹងលោកដល់បានហើយញោមញាតលោកប្រព្រឹត្តបាបតែលោកទេមិនបានចែកបាបមកយើងទេពុទ្ធសាសនាអ្នកណាធ្វើអីគឺបាននោះអត់ចែកទេបានបើសិនអានិសង្ឃបន់បើជូនគេគេអនុមោទនាបានខ្ញុំជូនបាបគេណាអនុមោទនាអានឹងចាអត្តបាដែលសំដែងនេះក្រែងញោមញាតទៅឃើញប្រសង្ឃដែលលោកប្រព្រឹត្តអីផ្ដេសផ្ដាសទៅក៏លេងជ្រះថ្លាដល់បានញោមញាត
ra anh thứ bọn lộ xong ở đây bảo biết tập đá tục bài xì tục bạ trai anh chẳng học nhôm nhẹ có ắt ban quân là bây giờ ấy bảo anh em mình chẳng ăn tham ai chìm riết vì riêng thôi tiền chứ vô có sao à lâu nè bài chậm bọn ấy vì miễn cái tha xăm mà tệ xăm là du phát bị pram bên cho năm tao lấy miền hai xăm mà tệ cái học cô trạ phu xăm à thật là cô trạ phu xưa mấy tao cô trạ phu xăm màถ้าชมเมียนเบิดไอเมียนผู้ลูกสองเมียนผู้ปนเมียนโกนจูสลายกับชิงกาได้แต่โยมเมียนอันนั้นโกตะผู้สองพอเมียนผู้ปนเมียนก็ขนาดเมียนสมปวดลืมไอจองก็ได้ซีแต่จีได้แต่สังเกตแต่นั้นเชี่ยภูมิลูกสองผู้ลูกสองส่วนตะโกตะผู้สองนางโยมเมียนผมเป็นเตียนบานได้บานปนได้ท่านโลกสำแดงท่านเน่าแต่ปานปนบานอันซองสำหรับโยมเย็ดได้เจริญลาโกรบนองซองโลกสนับปานจังเราตัวสนับโกตระผู้ซองมันบรรดาเราเยื้องเนี่ยมันเต็มตาโกตระผู้ซองเต้จะไปแต่โยมเย็ดเอาตัวใบเจ็ดโลกเอาละปื้อละเป็นละโปยไอ้กลาเต้าเคยก็ไม่จะระวันโลกละมาเนี่ยเรื่องละอาตมาใหญ่เตี่ยเรื่องประสาทเราจิตเบิดเคยโลกประเปรตเขาครั้งปีนั้นยังเงียบเคยโลกประเปรตเขาประเทอประเวณีหายเอาบาสะนั้นเมียนสเทียเจตนาจังทวเตียนจมุยนำประสังตัวซอมนิมอนอุปตาสังคือพระครูเจ้าอัติกาแต่ขยำซอมนิมอนประสังตัวสังกเตียนนับเตียนนะลูกครูเจ้าอัติกาลูกจับเต๋อป้าโลกนั้นตัวตรุสันนั่งไอโลกก็ประสบกิจเกิดแต่ลูกตรุสันอาจารย์เจ้าอัติกาลูกจับตัวป้าโลกนั้นตัวนั้นบริษัทนั้นเกี่ยวตัวเรตเตะธรรมดาพอเกี่ยวตัวเรตเตะตัวเยี่ยวบาดไปโลกมอลังเตะตัวต้องการสรุปบัวครั้งที่ซ้ำลงมากี่วีเพิ่มก็เก่งนะลูกทั้งเดี๋ยวไปตัวลูกตัวตลอดตัววัดเป็นจังเราทั้งไงก็ได้ที่เขาน้องลูกเปิดต้องเป็นคว้าจะนี่จอบจีนะถ้าตกใจจอบจีเตี้ยเราแอบเราบองวัดถ้าตกใจจอบจีเก๋อันนี้นึกไอ้ที่โยเชื่อที่ตัวจอบจีนึงอ่อยนั่นโยตัวอันจังบริษัทอะไรที่เคยที่ทำไม่จังบริษัทนั่งโลกมุกชัยจะนี่โยเชื่อชูตันอ่อยจังบ้านไอ้ส่วนทำไมบ้านเจริญมุกชัยจะนี่ไอ้โยเชื่อชูตันอ่อยเต้าบ้านมีท่าเตะจำชูอ่อยเนี่ยบุคคลนั่งเมนเชียสังรู้สึกบางทีถ้าเจ้าในมันยังเคยโลกนโมตัวตัวพัดสั่งกระเตียนนกเจนเนี่ยไอ้ไม่เคยไอ้มีก็รบโบเชียเต็มเต้าเคยหมดรองติดเลี้ยงเชิงโลกด้วยตัวเยียวบาดล่างกะเดิมเดียก็แต่ที่ยมอัดบานตัวในวันพิโคตุเซนนี่ยมวันอุปตอสัมไปดาสัมไปลูกจักอ้อยมั้งนะนั่นไงไปดาสังลูกผู้จักลูกจักอ้อยมาแต่ยมโกรกดำเชียสัมพัดยมอัดกรกเจนี่นี่เยี่ยมปีพิโคได้ตุเซนเลยอาตมาเลือกเรื่องนี้มอสมแรงจูนดังยมเยียดถ้าซ้ำกรมอายมเยียดแทรกรีนของโลกถ่ายใจเจ้าไอ้กรมยืงเธอตับวันยืงตับวันโลกยืงพวกยืงเธอน้ำมันในยมเยียดนะกรมตัวถ่ายจะประบาเปรียบเสียงที่นี่แต่อ้อยแต่โยมชิริตราขนมซ่องยังชิริตราขนมซ่องเปียถ้าซ่องในแปลจากแม้ถ้าวงถ้าพูดถ้ากรมมาโบงนี่มาวัดโปติวงนะลูดไอ้กวางนั้นคือสั่งต่างเอามาโบงเปียสั่งแปลถาวงสั่งเคียงแปลถาวงปูกรมในติโหที่เกิดตั้งไปปูนอ่างนั่งลานเติมเขาสั่งปรามดอบโลดดอบมาเพยเชียมาเพยกาวสั่งนั่งเมียตาไปปูนอ่างจะหาจักตัวเวสั่งปรามองปัญจเวสังดอกองตัวสเวสังมาเพยองวิสติเวสังเรียบ
លើសទៅ21ពីអត្តរេកវិសុទ្ធិសង្ឃពុទ្ធសាសនាអញ្ញេឲ្យវែងតិចពុទ្ធសាសនាគេធ្វើអីធ្វើម្នាក់ឯងអត់បានទេណាញោមញាតិគេត្រូវធ្វើត្រូវមានសង្ឃយ៉ាងតិចក៏មានគ្នា4នាក់ដែរកិច្ចការតែละ4នាក់ឯកភាពនេះបានធ្វើបានហើយប្រសង4អង្គធ្វើការបានត្រឹមណាប្រសង5អង្គបានត្រឹមណាប្រសង10អង្គបានត្រឹមណា20អង្គបានត្រឹមណាបើចាប់ពី20អង្គនឹងចាប់ពី21ហ្នឹងក៏អត្តរេវិតិធ្វើបានទាំងអស់កិច្ចការក្នុងសាសនាអត់ដូចញោមញាតហែកឋិនទៅប្រគេនលោកសង្ឃ4អង្គធ្វើអត់បានទេត្រូវឲ្យមាន5អង្គបញ្ញវៈសង្ឃបានធ្វើបានកឋិននេះហែទៅមិនហែទៅប្រគេនលោកគ្រូចៅអធិការទេណាយកទៅប្រគេនវងនៃភិក្ខុដែលលោកគង់នៅក្នុងវត្តនោះត្រូវឲ្យញោមញាតយល់ចឹងសំដែងឲ្យញោមញាតស្គាល់ពុទ្ធសាសនាច្បាស់ទៅมันពិបាកមកទៀតទេឈប់មកឲ្យបើចេះបានទេនោះញោមញាតគិតមកសប្តាហ៍ថ្ងៃនេះលុបតែប្រសង់សមតិចោលអស់ពុទ្ធសាសនាអស់ក៏ញោមមើលអីអត់ឃើញសំដែងឲ្យញោមញាតឃើញទេព្រោះបើអញ្ចឹងហើយថាប្រសង់សមតិក៏លោកមានគុណសម្បត្តិក្នុងសាសនាដែរបងរូបបង្ហាញជារូបភាពឲ្យញោមញាតឃើញប្រកបច្បាស់លើវិញរឿងលោកបដិបត្តិឯមិនគុំពោលតាមតែលោកទៅញោមញាតណាអូអញ្ចឹងវិញប៉ុន្តែប្រពន្ធលោកហាមពូភិក្ខុដែលមិនឲ្យប្រព្រឹត្តបដិបត្តិតែកាលណាបរិស័ទគេឃើញបរិស័ទគេឃើញអំពើបដិបត្តិរបស់ខ្លួនភិក្ខុដែលធ្វើហ្នឹងប្រសក់ដែលមិនទាន់មានសទ្ធាជ្រះថ្លាគេថយសទ្ធាគេលេងមកហើយប្រសក់ដែលមានសទ្ធាហើយក៏ថយរួចសទ្ធាហ្នឹងនេះប្រពន្ធលោកសំដែងពីពូភិក្ខុហាមទៀតហើយខាងញោមញាតបរិស័ទលោកហាមលោកនាំនិយាយថាបំទៅរវល់ក្នុងលោកធ្វើអីតាមទៅលោកទៅយើងធ្វើតែយកតែបន់ទេឯនេះលោកហាមទាំងពីរខាងនេះនេះនិយាយអំពីពុទ្ធសាសនារតនត្រ័យក្នុងពុទ្ធសាសនានេះអត់មានតាកតងនឹងទេវតាប្រអិនប្រព្រំអីទេណាញោមញាតគឺសុទ្ធតែមនុស្សទៅវាអាត្មាបញ្ជាក់ថាពុទ្ធជាគ្រូរបស់មនុស្សផងទេវតាត្រូវការទេវតាត្រូវការមកសិក្សារៀនសូត្រដោយមង្គលសូត្រនេះមង្គលសូត្រនេះពហុទេវីនេះហើយនឹងបរាភវៈសូត្រនេះទេវតានិងមនុស្សកើតកលាហល2ដណ្ដប់ឆ្នាំរោមមង្គលវាមិនកើកើតកលាហលរចលពួកទេវតាមកទូលសួរពុទ្ធពាក្យកណ្ដាលអត្រានឹងវត្តចេតពុទ្ធបានពុទ្ធលោកសំដែងពីមង្គលសូពហុទេវីនឹងប្រាប់ពីមង្គលឬប្រាក់ដល់សំដែងមង្គលសូត្រអស់ហើយបានពុទ្ធទេវតាសួរទៅចុះធ្វើដែលនាំឲ្យវិន័យនឹងមាននេះប្រមាណហេតុអ្វីក្រាបអពុទ្ធសំដែងពីបរាភវៈសូត្រវិន័យ2ដណ្ដប់យ៉ាងឲ្យស្ដាប់ទៀតនោះក៏លោកសំដែងថានេះសូមឲ្យយើងញាស្គាល់បរតនត្រ័យក្នុងពុទ្ធសាសនានឹងឲ្យច្បាស់លាស់គឺសត្វតែមនុស្សទេតាមបានឲ្យយើងញាតឬអាត្មាសំដែងមួយទៀតញោមញាតបើសាស្ដាប់បានឲ្យខាងអាត្មាមិនតែទេបារម្ភញោមខាងនោះអាត្មាប្រាប់សេចក្តីពេកពុទ្ធសាសនាណាញោមញាតលោកអត់បានឲ្យតម្លៃទេវតាទេប៉ុន្តែលោកទទួលស្គាល់ថាទេវតាមានប្រអិនប្រព្រំអីមានតែប៉ុន្តែលោកមិនឲ្យតម្លៃទេព្រោះទេវតាជាផលស្រាប់បានហើយមនុស្សតែជាហេតុនៅលោកពុទ្ធសាសនាមានហេតុផលមានហេតុមនុស្សធ្វើល្អបានទៅកើតទេវតាប្រអិនប្រព្រំនេះទេវតាជាផលមនុស្សជាហេតុម្ល៉េះឲ្យប្រពន្ធលោកកែហេតុឲ្យមនុស្សធ្វើហេតុហេតុល្អស្លាប់ទៅកើតទេវតាប្រអិនប្រព្រំហេតុអាក្រក់ស្លាប់ទៅកើតអបាយភូមិនរកប្រែណាមានតែពីរកុសលនិងអកុសលហើយលោកទៅកែទប់ស្ទាក់មនុស្ស
គុំឲ្យធ្វើអាក្រក់តែធ្វើអាក្រក់ធ្លាក់ទៅអបាយភូមិកើតនរកឲ្យតែកើតនរកឲ្យទៅកែសត្វនរកនោះអត់បានទេតែទៅកើតផលហើយកែផលអត់បានទេទៅលកែហេតុបានយកចឹងឥឡូវអាត្មាសំដែងណានិយាយពីចិត្តរបស់មនុស្សនោះមាន4ឋានៈចិត្តសម្រាប់ញោមញាតគ្រប់គ្នានេះគេហៅកម្មាវិចរកុសលចិត្តនេះជ្រះថ្លានឹងកុសលនឹងបុណ្យនឹងទានសិលប៉ុន្តែជីវិតរបស់មនុស្សវាជាប់ជំពាក់នឹងកម្មគុណ5រូបសម្លេងក្លានរួមមានប្តីមានប្រពន្ធណាមានកូនណាញោមអានឹងកម្មគុណវាជាប់ណាពួកអានឹងដល់អស់ជីវិតទៅកើតក្នុងឋានសួគ៌6ជាន់ឆោកម្មាវិចរសួគ៌ទេវតាគេឆោកម្មរបស់ទេវតាមិនទេវតាអត់មានចង្ក្រានឆ្នាំងអីទេរបស់ទឹកប្រើតែរបស់ទឹកទាំងអស់កាលណាបើចង់សោយមហូបអីក៏នឹកក្នុងចិត្តចង់សម្លទេរបស់នោះវាកើតឡើងសម្រាប់បុណ្យរបស់ទេវតាហើយតែកាលណាទេវតាបរិភោគតែឆ្អែតអស់ហើយអត់មានសល់យកតែចាក់ចោលអីទេអស់ល្មមហើយទេវតាចែកមហូបគ្នាបរិភោគអត់បានតែមានទេវតាអីមកលីបងនេះអត់ទេមានមហូបរៀងខ្លួនហ្មងមនុស្សយើងពិបាកបើតែមានបនទាននេះហៅគ្នាមកក៏ដាំបាយទៅផ្ទះថ្នោតចែកបរិភោគក៏ដែរព្រោះក៏មិនអញ្ចឹងនេះសម្រាប់ទេវតាវាខុសគ្នាអញ្ចឹងដល់កម្មាវិចរកុសលចិត្តវិញអ្នកដែលទៅកើតជាកូនរបស់ទេវតាអត់មាននៅក្នុងកើតនៃមនុស្សទេទៅកើតនៅលើភ្លៅគេទទួលស្គាល់ថាកូនកើតលើតំណេកគេទទួលស្គាល់ថាកូនកើតក្រៅភាសាគេថាបរិវារបន្តិចដែរហើយទៅកើតបុគ្គលលោកសំដែងថាលឿនណាដូចយើងផ្ទះដៃដាច់ខ្យល់មកគេថាផ្លែទៅកើតទៅពេញរូបពេញរាងនៅលើហ្នឹងគេទទួលស្គាល់ហើយវាខុសអីយ៉ាងនេះកម្មាវិចរកុសលចិត្តទៅកើតក្នុងឆោកម្មាវិចរកុសលទីចិត្តទី2រូបាវិចរកុសលរូបាវិចរកុសលនេះដែលចម្រើនសមាធិអប់រំចិត្តឲ្យប្រព្រឹត្តក្នុងឈានញ៉ាំងឈានឲ្យកើតឡើងមិនអាត្មារៀបរាប់ពីចិត្តដែលរើរួចពីកិលេសហើយគឺគេសម្រេចឈានណាឈានមានឈានទី1ទី2ទី3ទី4ទី5មួយខ្លួនទៀតចឹងគ្នាពួកនឹងដល់អស់ជីវិតទៅកើតក្នុងឋានព្រំមានរូប16ជាន់នេះចិត្តជារូបាវិចរកុសលចិត្តថ្នាក់ទី3គេហៅអរូបាវិចរកុសលចិត្តខ្ពស់ជាងរូបាវិចរកុសលព្រោះគេចម្រើនគេយករបស់អត់រូបមកកំណត់ក្នុងចិត្តយកអាកាសទៅទេគេចម្រើនអាកាសោអនន្តោតទីដល់លហលហេវនឹងមកបង្កក្នុងចិត្តដល់សម្រាប់ឈានគេហៅអរូបាវិចរកុសលឈានឬអរូបាវិចរកុសលភូមិពួកនឹងដល់អស់ជីវិតទៅកើតក្នុងឋានព្រំអត់រូប4ជាន់ព្រំមានរូប16ជាន់អត់រូប4ជាន់រួមទៅ20ជាន់នឹងព្រំបើអាត្មារៀបរាប់ប្រាប់ឯកាដានថាព្រំគ្មានភេទស្រីប្រុសអីទេរស់បានដោយសារកម្លាំងឈានដែលកើតបៃតិជួយទ្រទ្រង់ឲ្យរស់នៅបាននេះចិត្តថ្នាក់ទី3ចិត្តថ្នាក់ទី4លោកុត្តរចិត្តលោកុត្តរចិត្តគឺជាចិត្តរបស់ព្រះពុទ្ធដែលរៀបរាប់មិញលោកុត្តរចិត្តឲ្យលោកកំចាត់កិលេសអស់ហើយស្អាតហើយនឹងព្រះអរហន្តកំចាត់កិលេសអស់អត់មានសល់អីទេហើយលោកុត្តរចិត្តឬពួកលោកអ្នកដែលសម្រេចជាលោកុត្តរចិត្តលោកអត់ចេះអីចេះខ្លាចអីទេណាបងព្រោះអស់កិលេសត្រេកអរក៏មានពូពៀលណាយកគ្រឿងសុត្រាអពុទ្ធទៅកំហែងគម្រាមស្នោលោកអត់ចេះកិច្ចនៅស្ងៀមបើយើងញ៉ាំកិច្ចរត់អីឲ្យខ្លាចអីលោកមានបិញ្ញាខ្លាចអីទេព្រោះញោមញាតទៅសរសើរលោកក៏លោកមិនរីករាយសំបីញោមញាតបានមកហូបឆ្ងាញ់មានរសជាតិល្អទៅប្រគេនលោកឆាន់ហើយលោកឆាន់នេះទៅញោមញាតសួរលោក
អាយ៉ាណាទៅប្រគុណម្ចាស់មកហូបមានរសជាតិឲ្យឆ្ងាញ់ពិសាអីទេបើបទជនអ្នកច្បាស់អាត្មាថាអូញោមឲ្យត្រូវមាត់ដល់ញោមញ៉ាំក៏ដូចតែគ្នាបងនេះពូនេះគេឡើយចូលលោកនេះអត់មានកន្លែងនោះឆ្លើយថាម៉េចទៅថាចម្រើនពោញោមគាត់របស់ញោមរមុំតែញ៉ាំអត្តភាពឲ្យប្រព្រឹត្តបានទេអត់និយាយពីឆ្ងាញ់មិនឆ្ងាញ់ទេរមុំតែជួយត្រង់រូបរាងកាយជីវិតរបស់បានមកឆ្លើយចន្លោះមកនេះលោកនេះអត់ទេឡើយចាអុយសួរថាលោកកតរៈចាត់លោកកុចាត់គេឡើយអស់ហើយតើលោកត្រេកអរទេជីវិតដែលរស់នៅតែបរិនិព្វានតែលោកមិនត្រេកអរលោកគាត់រស់នៅចាំតែពេលបរិនិព្វានមកដល់វាហាក់បីដូចជាកម្មករទៅស៊ីឈ្នួលគេរកមួយថ្ងៃពីរថ្ងៃឲ្យតែ30ថ្ងៃឲ្យគ្រប់មួយខែបានលៀបពីការងារហ្នឹងផងលោករងចាំតែកាលបរិនិព្វានមកដល់បានចេញចាកអំពីសង្សារទុក្ខរួចផុតទៅកាន់និព្វានបានលោករស់ដើម្បីចឹងដែរតែគឺលែងអស់ហើយនិព្វានឯតែនៅខណ្ឌមិនទាន់និព្វានរងចាំឥឡូវអាត្មារៀបរាប់ឲ្យញោមស្ដាប់ហើយទេវតាក្តីមកព្រំក្តីមានរូបអរូបក្នុងព្រះអរហន្តញោមមិនមានអ្នកណាសត្វតែមនុស្សទាំងអស់ហ្នឹងឯងសត្វតែមនុស្សទាំងអស់បានប្រពុតថានៅលើដីក្រមេណាប្រកែកជាមនុស្សមានតែមនុស្សធ្វើអីក៏កើតតែញោមញាក់ធ្វើខ្លួនឯងឲ្យទៅជាទេវតាទៅជាប្រព្រំមានរូបអត់ទៅជាពុទ្ធអីសត្វតែមនុស្សទាំងអស់ញាអាត្មាសម្ដែងប៉ុណ្ណឹងឲ្យញោមគិតទៅបើតែមានស្អីដែលទៅកើតពុទ្ធខុសពីមនុស្សហ្នឹងឥឡូវទេវតាពុទ្ធលោកអត់ដែលគាត់នៅឋានទេវតាលោកអត់ទៅកើតជាពុទ្ធទេណាតែចង់មកមនុស្សណាមានណាប្រកែកជាមនុស្សវិទេវតាមិនមែនបដិសេធទេញោមគិតមើលមកចាពេលកាលណានិមន្តប្រសងមកសម្ដែងធ្វើអីត្រូវតែប្រកាសអញ្ជើញទេវតាមកស្ដាប់ទេវតាទទួលស្គាល់ថាមានពុទ្ធទទួលស្គាល់ថាមានក៏ប៉ុន្តែมันអាចប្រកែកបានទេហើយទេវតាក្នុងពុទ្ធសាសនាគ្មានទួនាទីផ្ដល់ឲ្យញោមញាតបានទេវាអាត្មាសម្ដែងឲ្យឈប់ញោមឲ្យញោមញាតឈប់សុំទេវតាឲ្យជួយលោកអ្នកជួយឲ្យបានទេថាបានទេញោមអត់បានហើយនោះអត់ជួយឲ្យយើងបានទេជួយផ្ដល់ទ្រព្យផ្ដល់សម្បត្តិជួយផ្ដល់អាយុឲ្យញោមអត់ជួយបានទេលោកទៅសោយសពប៉ុននៃលោកធ្វើទេតែក្នុងកម្ពីលោកថាជួយបានបន្តិចបន្តួចជួយបានដោយភូមិទេវតានេះជួយញោមញាតតែញោមញាតនេះជាមនុស្សទេវតាតែមនុស្សមានទានមានសិទ្ធិមនុស្សសទេវណាញោមញាតណាហើយមនុស្សមានធ្វើកតញ្ញូចំពោះមេត្តាបិតាពួកភូមិទេវតាលោកក៏លេខមើលលោកឃើញ